បាទសូមជំរាបសួរបាទបងប្អូនដែលគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះបាទចង់មកបង្ហាញរូបបាទជូនបងប្អូនបានទស្សនាបាទនេះគឺរូបខ្ញុំបានផ្ទាល់ខ្លះនិងរូបរបស់ភ្ញៀវខ្លះបាទហើយផ្ញើយកទៅស្រោបបាទបងប្អូនណាបាទផ្ញើយកទៅស្រោបស្រោបឲ្យភ្ញៀវខ្លះស្រោបខ្លួនឯងខ្លះបាទហើយនេះប្រភេទចែតម្រៃបាទហើយឆ្លាក់ជាលោកតាព្រះមនីសីអគិនេតបាទត្រៀមយកទៅស្រោបបាទបងប្អូនណាបាទមើលស្អាតបាទប្រភពច្បាស់ល្អបាទហើយគឺយើងមើលទៅគឺស្អាតបាទស្អាតតែម្ដងបាទហើយនឹងចាបល័យតិចតួចបាទនៅក្នុងក្រោយខ្នងបាទតួអង្គយើងឆ្លាក់ប៉ាណូណាបាទហើយនៅខាងនេះបាទចែរំលែកដូចគ្នាបាទសាងជាអេសីប្រាសាទបាទហើយខាងក្រោយក៏ចាយន់បាទតិចតួចដែរបាទយន់ដូនតាខ្មែរយើងដែលគាត់បានសល់ទុកឲ្យមកគឺយើងចាបាទចាដើម្បីឲ្យមានអនុភាពខ្លះបាទយើងដាក់លាតសរសេរក៏បានយើងចាយន់បន្ថែមទៀតក៏បានអាស្រ័យទៅលើយើងគ្រប់ស្រឡាញ់អ្នកស្រឡាញ់បាទហើយនេះគឺជាលោកតាព្រះមនីសីបាទចង្ក្រមបាទហើយខាងក្រោយចាយន់នេះគ្នាបាទហើយស្នែងកបីនេះចុងស្នែងកបីនេះគឺស្នែងកបីខ្មៅវត្តភ្លុះបាទដែលខ្ញុំបានធ្វើវីដេអូតាមមុននោះមកគូនោះបាទហើយវែងហើយចាស់ហ្នឹងបាទខ្ញុំកាត់ចុងធ្វើមកគូបាទបងប្អូនណានេះបាទគូរបស់គាត់បាទអេសីដុំកែវមួយនិងអេសីអគិនេតមួយបាទសាងទុកសម្រាប់ខ្លួនឯងបាទហើយបងប្អូនណាដែលគាត់បាទស្រឡាញ់បាទចង់ចែកមួយអង្គអីបាទខ្ញុំចែកអេសីបាទដុំកែវនេះមួយអង្គបាទខ្ញុំទុកអេសីយើងត្រង់មួយអង្គបាទបើសិនណាមានបងប្អូនណាគាត់មានចំណាប់អារម្មណ៍ចង់ចែកណាបាទហ្នឹងហើយបាទខ្ញុំអាចចែកឲ្យជូនគាត់បានបាទហើយថ្លៃធ្នូក៏យើងឆាតចរចាគ្នានៅក្នុង Telegram បាទបងប្អូនបាទហើយនេះគឺស័យចង្ក្រមដែរដែលសាងចេញពីបាទចុងស្នែងកបីឃ្លៀចបាទលក្ខណៈប៉ាណូបាទយើងចាយន់ពីក្រោយដូចគ្នាបាទស្អាតណាបងប្អូនបាទចម្លាក់គឺខ្ញុំបានឆ្លាក់ដោយដៃ 100% បាទឆ្លាក់ដោយខ្លួនឯងផ្ទាល់បាទមិនយករូបមកពីអ្នកផ្សេងបាទដើម្បីយកធ្វើវីដេអូបង្ហាញជូនបងប្អូនទេបាទហ្នឹងហើយនេះក៏ស័យចង្ក្រមដែរបាទផនបងប្រុសនៅខាងខេត្តពោធិ៍សាត់បាទត្រៀមនឹងផ្ញើជូនគាត់ល្ងាចហ្នឹងបាទសាងចេញពីឈើខ្មៅបាទស័យចង្ក្រមបាទចម្លាក់ដាច់បាទកម្ពស់បាន7 ហ៊ុន 2បាទសាងជូនគាត់បាទហើយសម្រាប់តួអង្គខាងនេះបាទហើយអេសីឈ្នះមាបាទឬក៏អេសីស្ដេចឆ្នាំបាទនឹងសាងចេញពីតគៀមដំរីបាទលក្ខណៈប៉ាណូបាទសាងចេញពីតគៀមដំរីបាទយើងមើលអត់សូវច្បាស់ដោយសារសាច់ប្រភពលោកតាហ្នឹងគឺយើងជាប់ជាមួយនឹងសាច់កបៅពណ៌សបាទអញ្ចឹងទៅយើងចាំងមើលអត់សូវច្បាស់ផ្លាតណាបាទហើយនេះគឺសាច់តគៀមដែលសល់បាទយើងទុកជូនគាត់វិញបាទចម្លាក់ដែលសល់គឺយើងទុកជូនគាត់វិញបាទព្រោះយើងអត់មានធ្វើឲ្យបាត់បង់បានភ្ញៀវទេបាទហើយសម្រាប់បងប្អូនគាត់ចង់ឆ្លាក់បាទគាត់អាចផ្ញើឲ្យបានបាទហើយធានាជូនបាទមិនឲ្យបាត់បង់បានបងប្អូនទេបាទអានេះគឺកតិកទីដែលក៏យើងទុកឲ្យគាត់ដែរបាទកតិកទីចេះក៏គាត់ឲ្យទុកឲ្យគាត់ដែរណាបាទទោះគាត់មិនឲ្យទុកក៏យើងត្រូវតែទុកឲ្យគាត់ដែរបាទហើយខាងនេះបាទគឺជាព្រះកម្ចាយណៈដែលយើងសាងចេញពីពើដោះដើមអំពិលទឹកបាទហើយមានចាយន់ចៃនឹងក្រោយដូចគ្នាបាទហើយយន់គឺបានបាទជ័យខ្លាំងដែរណាបាទគឺយើងបានល្អដែរបានលៀបបានជ័យដែរបានយើងចាបាទនេះគឺព្រះអង្គសេវលីបាទទ្រង់ឆបាទសាងចេញពីពើដោះដើមពលទឹកដែរបាទហើយសម្រាប់ខ្នាយនេះក៏ត្រៀមយកទៅស្រោបដែរបងប្អូនណាបាទគឺខ្នាយនេះដោះសិតតែម្រះបាទម្រះច្រើនបាទហើយត្រៀមស្រោបបាទហើយជនជាតិគាត់ប្រើបាទគាត់ដោះគាត់ខាត់ដោះថ្នាំដោះអីមិនដឹងទេបាទហើយសឹកខាងក្រោមបាទហើយសម្លៀងនៅខាងលើបាទឬក៏គេឈូសនៅខាងក្រោមគេមិនដឹងបាទឈូសមើមឈើឈូសអីណាបាទហ្នឹងហើយដោះម្រះមកអញ្ចឹងបាទនេះគឺសិតតែម្រះបាទម្រះច្រើនហើយសាច់ក្តាញ់ល្អហើយធ្ងន់បាទបងប្អូនហ្នឹងបាទហើយតាន់ប្រហែលតាមនេះបាទហ្នឹងហើយសម្រាប់បងប្អូនណាគាត់បាទចាប់អារម្មណ៍បាទអាចតាក់ទងបានបាទមកគ្រាប់នេះបាទគឺពិសេសខ្លាំងបាទហើយសម្រាប់3គ្រាប់នេះគឺជាប្រភេទគុជឃ្មុំបាទប្រភេទគុជឃ្មុំបាទខ្ញុំត្រៀមយកទៅស្រោបដែរបាទមាន3គ្រាប់បាទហើយខ្ញុំមួយគ្រាប់ប្រពន្ធមួយគ្រាប់ហើយនឹងកូនមួយគ្រាប់ទៀតបាទហើយនៅខាងនេះបាទគឺជាប្រភេទនាងពួនបាទហើយយើងសាងពីស្នែងកបីឃ្លៀចបាទ
តៃសាបាទហើយនឹងបីខ្មៅបកធ្លុះបាទសាងជូនញៀវបាទហើយត្រៀមយកទៅស្រោបជូនគាត់ដែរបាទមានចំនួន30គ្រាប់បាទគាត់កំងណាបាទ30គ្រាប់បាទហើយស្នែង8ឃ្លីគឺសាច់ចឹងបាទបងប្អូនបាទគឺសាច់គាត់ចឹងបាទស្អាតណាបាទមានចំនួន30គ្រាប់បាទស្រោបជូនគាត់បាទហើយបាទយកទៅជូនសិស្សគុណជូនកូនចៅជូនបងប្អូនបាទមិត្តភ័ក្តិបាទដែលគាត់តាមចំណងគាត់ចង់ជូនបាទហើយឬក៏គាត់ជាវអីគាត់អានឹងឬក៏គាត់ទេបាទហ្នឹងហើយសម្រាប់ទីតាំងខ្ញុំបាទគឺនៅខាងស្រុកអង្គស្នូកខេត្តកណ្ដាលបាទផ្លូវជាតិលេខ4បាទបងប្អូនបាទចេញមកពីមុខចំចៅបាទប្រហែលជា10គីឡូដល់គីឡូលេខ24បាទបងប្អូនបាទអាចដល់ឲ្យខ្ញុំហើយបាទហើយសម្រាប់បងប្អូនមកពីខាងកំពង់ស្ពឺបាទនៅដល់គីឡូលេខ24ដែរបាទហួសស្លាស្រុកអង្គស្នួលបាទហើយសម្រាប់បងប្អូនមកពីខាងផ្លូវជាតិលេខ3បងប្អូនអាចកាន់មកចំផ្សារបាយចានបាទហើយនឹងកាច់ឆ្វេងដៃមកដល់គីឡូលេខ24ដូចគ្នាបាទហ្នឹងហើយស្អាតបាទសម្រាប់បងប្អូនខាងដងខាងអីហ្នឹងគាត់រកផ្លូវមកអត់ឃើញបាទតែមកតាមផ្លូវ51ឬក៏តាមមកផ្លូវភ្នំរៀបបាទផ្លូវបាយចានបាទហ្នឹងហើយយើងមកតាមហ្នឹងមកគឺអាចតាក់ទងខ្ញុំបន្ថែមទៀតបាទខ្ញុំនឹងប្រាប់ជូនបន្តទៀតបាទហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទហើយក៏សូមបាទអរគុណច្រើនបាទសម្រាប់បងប្អូនដែលគាត់បានចូលទស្សនាបាទអរគុណច្រើនមែនទែនបាទអរគុណច្រើនជម្រាបលា